ប្រទេសមីយ៉ាន់ម៉ារងគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីកម្រិត 7.7 Richter ប៉ុន្តែដុំថ្មមាសដ៏ធំនៅលើវត្តខីយ៉ាទីយ៉ូបែរជាឈរជាប់នៅរឹងមាំដដែលប្រទេសមីយ៉ាន់ម៉ាដោយព័ត៌មានផ្សព្វផ្សាយហើយអំឡុងពេលដែលប្រទេសមីយ៉ាន់ម៉ារងគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីកម្រិត 7.7 Richter កាលពីថ្ងៃសុក្រទី28 ខែមីនាឆ្នាំ2025ប៉ុន្តែដុំថ្មមាសដ៏ធំនៅលើវត្តខីយ៉ាទីយ៉ូបែរជាឈរជាប់នៅរឹងមាំដដែលដុំថ្មមាសឬ Golden Rock គឺជាកន្លែងធម្មយាត្រាព្រះពុទ្ធសាសនាដ៏ល្បីល្បាញមួយនៅក្នុងរដ្ឋមូនប្រទេសមីយ៉ាន់ម៉ានេះបើយោងតាមប្រភពពី Buddhist End ដុំថ្មនេះបានរៀបចំឡើងនៅលើកំពូលភ្នំជាថ្មក្រានីតគ្របដណ្ដប់ដោយសន្លឹកមាសបិទភ្ជាប់ជាមួយបុព្វបុរសភូមិមាទុកគោរពបូជាយោងតាមរឿងព្រេងបុរាណថាថ្មមាសនេះត្រូវបានគេដាក់នៅលើសរសៃកេសារបស់ព្រះសម្មាសម្ពុទ្ធជាថ្មដែលមានលំនឹងហាក់ដូចជាទប់ជាប់នឹងទំនាញផែនដីព្រោះវាហៀបនឹងរមៀលចុះពីលើភ្នំទៅហើយប៉ុន្តែបែរជាមិនធ្លាក់ទៅវិញវាជាទីកន្លែងធម្មយាត្រាព្រះពុទ្ធសាសនាដ៏សំខាន់បំផុតទី3នៅក្នុងប្រទេសភូមាបន្ទាប់ពីវត្តស្វេដកននិងវត្តមហាមុនីករណីរញ្ជួយដីនេះអាមេរិកបញ្ជូនក្រុមអ្នកជំនាញទៅមីយ៉ាន់ម៉ាក្រោយគ្រោះរញ្ជួយដីអាមេរិកនៅថ្ងៃទី31 ខែមីនាបានចូលរួមជាមួយបណ្ដាប្រទេសផ្សេងទៀតលើការបញ្ជូនក្រុមសង្គ្រោះបន្ទាន់ទៅជួយមីយ៉ាន់ម៉ាដើម្បីរុករកប្រជាជនក្រោយរញ្ជួយដីកម្រិត 7.7 Richter ទន្ទឹមនេះអាមេរិកបានប្រកាសផ្តល់ជំនួយទៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះទំហំ$2 លានមកទល់ពេលនេះអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាបានកើនដល់2056នាក់និងរងរបួសប្រមាណ3900នាក់ហើយមនុស្ស270នាក់បន្តបាត់ខ្លួននេះបើតាមការប្រកាសរបស់របបសឹកនៅថ្ងៃទី31 ខែមីនាដើម្បីកាន់ទុកជនរងគ្រោះយោធាមីយ៉ាន់ម៉ាប្រកាសបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដងចំណែកអង្គការអន្តរជាតិដូចជាអង្គការសុខភាពពិភពលោកបានស្វះស្វែងរកថវិកាចំនួន$8 លានដើម្បីការពារជីវិតមនុស្សនិងទប់ស្កាត់ជំងឺឆ្លងក្នុងរយៈពេល30ថ្ងៃចំណែកអង្គការកាកបាទក្រហមក៏បានអំពាវនាវរកជំនួយចំនួន$100 លានដើម្បីជួយជនរងគ្រោះនៅមីយ៉ាន់ម៉ាសូមបញ្ជាក់ថាជំនួយរបស់អាមេរិកនេះធ្វើឡើងក្រោយការសន្យារបស់លោកត្រាំដែលបានចាត់ទុកគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាជាមហន្តរាយដ៏អាក្រក់